សួស្តីបងប្អូននេះគឺជាវីដេអូក្នុងការចែករំលែកបងប្អូនដែលមានស្រីស្នេហ៍ឬក៏សង្សារហើយចង់ធ្វើការលួចលាក់ជាមួយប្រពន្ធណាកុំឲ្យដឹងចឹងបងប្អូនអាចមើលវីដេអូនេះបានចឹងសម្រាប់បងប្អូនបរោះយើងចូលនៅក្នុងឆាតបែបហ្នឹងមកហើយឧទាហរណ៍ថាឆាតស្រីស្នេហ៍ណាដែលបងប្អូនចង់ធ្វើការលាក់កុំឲ្យប្រពន្ធដឹងណាយើងចូលបែបហ្នឹងហើយយើងចុចកន្លែងសញ្ញាអក្សរ I ហើយបន្ទាប់មកយើងគ្រាន់តែធ្វើការ scroll មកក្រោមបន្តិចទេបងប្អូន scroll ហើយយើងត្រូវចុចទៅលើពាក្យថា restrict អញ្ចឹងមកដល់ត្រង់ចំណុច restrict ហ្នឹងគឺយើងធ្វើការចុចទៅលើហ្នឹងមកដើម្បីយើងធ្វើការលាក់នៅរាល់ឆាតរបស់យើងណាបាទឆាតស្រីស្នេហ៍អីចឹងទៅកុំឲ្យប្រពន្ធយើងដឹងអញ្ចឹងនៅពេលដែលយើងចុចបែបហ្នឹងហើយគឺយើងអាចឃើញនៅឆាតរបស់គាត់ទៀតទេអញ្ចឹងយើងអាចធ្វើការលាក់បាន 100% តែម្ដងហើយវិធីសាស្ត្រក្នុងការដោះហ្នឹងគឺក៏អត់ពិបាកដែរយើងចុចកន្លែងសញ្ញាគូស3បែបហ្នឹងហើយបន្ទាប់មកយើងធ្វើការចុចទៅលើពាក្យថា setting បាទរួចហើយយើងធ្វើការ scroll មកក្រោមបន្តិចបងប្អូនណាពេលដែលយើងធ្វើការ scroll មកក្រោមមកយើងចុចទៅលើ privacy and safety រួចហើយបងប្អូនបោះចូលមកក្រោមបន្តិចហើយយើងធ្វើការស្វែងរកពាក្យថា restrict account អញ្ចឹងមកដល់ត្រង់ចំណុចហ្នឹងនៅពេលដែលយើងធ្វើការចុចrestrict account យើងនឹងឃើញឈ្មោះហើយអញ្ចឹងឈ្មោះសង្សារឬក៏ស្រីស្នេហ៍បងប្អូនលាក់អញ្ចឹងណាយើងនឹងឃើញនៅត្រង់ចំណុចហ្នឹងហើយវិធីដោះយើងគ្រាន់តែធ្វើការចុចទៅលើឈ្មោះគាត់នឹងវិញមកបាទរួចហើយយើងធ្វើការចុចពាក្យថា continue បន្តមកទៀតយើងធ្វើការចុចពាក្យថា unrestrict មកអញ្ចឹងយើងអាចធ្វើការដោះឆាតនឹងចេញហើយអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងយើងចេញមកឲ្យផុតមកហើយបន្ទាប់ពីយើងចេញហើយយើងធ្វើការចុចទៅលើឆាតបាទកន្លែងឆាតយើងមកយើងនឹងឃើញឈ្មោះគាត់មកវិញបាទនេះគឺជាវិធីសាស្ត្រក្នុងការលាក់ឆាតណាបងប្អូនលាក់ឆាតឬក៏វិធីសាស្ត្រក្នុងការដោះគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ